សួស្តីប្រិយមិត្តជាទីគោរពរាប់អានកម្មវិធីនេះគឺជាកម្មវិធីដែលអាចជួយដល់បងប្អូនអ្នកលក់ដូរដែលប្រើសិភៅហ្នឹងមិនចាំបាច់ប្រើសិភៅទេគឺអ្នកចម្ពាក់អ្នកសងអ្នកខ្ចីអីហ្នឹងគឺយើងអាចកត់ត្រាបាននៅក្នុងកម្មវិធីនេះអញ្ចឹងបងប្អូនដែលអ្នកលក់តាមផ្ទះហ្នឹងគាត់ខ្ជិលរកបិចរកសិភៅគឺអាចប្រើកម្មវិធីនេះបានគឺងាយស្រួលអញ្ចឹងយើងបើកកម្មវិធីហ្នឹងមកគឺខ្ញុំណែនាំតែម្ដងហ្នឹងហើយគឺយើងបង្កើតលេខសម្ងាត់ខ្លួនឯង4ខ្ទង់យើងចុចមកដូចថា22នឹងឧទាហរណ៍ប៉ុណ្ណឹងមកតបមកយើងចុចពាក្យថារក្សាទុកនិងចាប់ផ្ដើមហ្នឹងហើយយើងចូលដល់កម្មវិធីអញ្ចឹងកម្មវិធីនេះគឺយើងអាចដូរភាសាខ្មែរនិងអង់គ្លេសបានអូខេតបមកវាមានមេនុយឈ្មោះអ្នកទិញទិញតំណែងថ្ងៃខែឆ្នាំកំណើតវាអូតូខ្លួនឯងអាហ្នឹងហើយម៉ោងគេទិញថ្ងៃខែឆ្នាំគេទិញហើយលក់ដុំលក់រាយលុយដុល្លារមានលុយខ្មែរហ្នឹងហើយនេះផ្សេងការកំណត់ផ្សេងនេះយើងផ្សេងដាក់ទេនេះបញ្ជីអ្នកចម្ពាក់អានេះអ្នកសងរួចហើយកន្លែងនេះគឺសងហ្នឹងហើយសងហើយគឺកន្លែងនេះគឺយើងអាចបោះពុម្ពបានអាចរក្សាទុកឯកសារនឹងបានអូខេតោះមកខ្ញុំសាកសេឈ្មោះមួយដាក់ឈ្មោះថាធឿនអញ្ចឹងមកតំណែងអីគេទិញកម្ពុជាសអញ្ចឹងលក់រាយបើលក់រាយយើងដាក់រាយមកគឺចំនួនប៉ុន្មាន6កំប៉ុងអញ្ចឹងមកហើយតម្លៃមួយកំប៉ុងប៉ុន្មាន3000ហ្នឹងហើយអញ្ចឹងលុយសរុបឲ្យនេះខាងក្រោមនេះលុយសរុបឲ្យអញ្ចឹងហើយគាត់យើងចង់ទៅសេអីចំណាំក៏បានដែរកន្លែងនេះបើយើងមិនទៅសេក៏ហីទៅហ្នឹងហើយអញ្ចឹងហើយយើងប្រតិបត្តិការមកបបអូខេឥឡូវវាចូលមកកន្លែងចម្ពាក់បានន័យថានេះគឺអ្នកចម្ពាក់អញ្ចឹងហើយយើងទៅសេឈ្មោះឧទាហរណ៍មួយទៀតមកដាក់សុខភាពនឹងទិញអីគេវើយើងលក់រាយដែរលក់ដុំក៏បានដែរនឹងលក់ដុំយើងដាក់មក2កេសក្នុងមួយកេសតម្លៃប៉ុន្មាន120,000អញ្ចឹង120,000មក120,000អញ្ចឹងយើងប្រតិបត្តិការមកអូខេអញ្ចឹងនេះបានហើយអញ្ចឹងបញ្ជីសងរួចនេះគឺមិនទាន់មានទេដោយសារគាត់មិនទាន់សងអញ្ចឹងឧទាហរណ៍គាត់សងរួចយើងចុចសញ្ញាគ្រីសមកណាចុចសញ្ញាគ្រីសមកគឺបានន័យថាគាត់សងរួចហើយគឺអត់នៅកន្លែងចម្ពាក់ទៀតទេគឺមិននៅកន្លែងសងរួចអញ្ចឹងគឺឆូតបានន័យថាគាត់សងរួចហើយណាយើងចង់លុបក៏បានចង់កែក៏បានឧទាហរណ៍យើងចង់កែអ្នកចម្ពាក់អីចឹងណាយើងអាចកែបាន